ជំរាបសួរបងប្អូនថ្ងៃនេះជួបគ្នាទៀតហើយជាមួយនឹងពាក្យថ្មីៗនៅក្នុងភាសាអង់គ្លេសរបស់យើងតោះចង់ដឹងថាតើពាក្យថ្មីៗនោះមានអ្វីខ្លះទៅទស្សនាទាំងអស់គ្នា Vocabulary. ពន្យល់ពាក្យ Have you ever been to? តើអ្នកធ្លាប់ទៅទេ Absolutely. ដាច់ខាតឬក៏នឹងហើយ Accommodations. កន្លែងស្នាក់នៅ Activities. សកម្មភាព Actually. តាមពិត Add. បន្ថែម Also. ផងដែរ Amazing. អស្ចារ្យ Appeal. ស្នើសុំឬក៏បណ្ដឹងឧទ្ធរណ៍ Around. ជុំវិញ They. ឆ្នេរសមុទ្រ Beach. ឆ្នេរសមុទ្រ Beautiful. ស្រស់ស្អាតស្អាតបែបល្អគុណ Best. ល្អបំផុត Blend. លាយ Both. ទាំងពីរ Breathtaking. គួរឲ្យភ្ញាក់ផ្អើល Built. សាងសង់ Calm seas. សមុទ្រស្ងប់ស្ងាត់ Car. ឡាន Charm. មុនស្នេហ៍ Chilling. ញាក់ Choose. ជ្រើសរើស Compare. ប្រៀបធៀប Cool breezes. ខ្យល់ត្រជាក់ Coral reefs. ផ្កាថ្ម Crowds or noise. ហ្វូងមនុស្សឬក៏សំឡេងរំខាន Crystal clear water. ទឹកគ្រីស្តាល់ Definitely. ច្បាស់ណាស់ Depending. អាស្រ័យ Different. ខុសគ្នា Difficult. ពិបាក Disconnect. ផ្ដាច់ Dream. សុបិន Dry season. រដូវប្រាំង During. កំឡុងពេល Eco-conscious. អេកូមនសិការឬក៏ស្មារតី Enjoy. រីករាយ Environment. បរិស្ថាន Escape. រត់គេចខ្លួន Everything. អ្វីគ្រប់យ៉ាង Expect. រំពឹង Experience. បទពិសោធន៍ Explore. រុករក Famous. ល្បីល្បាញ Feels. មានអារម្មណ៍ Ferry. សាឡាងឬក៏ទូកដ៏ For sure. ប្រកប Getaway. ចាក់ចេញ Good. ល្អ Great. អស្ចារ្យ Group. ក្រុម Ghost houses. ផ្ទះសំណាក់ Heard. ឮស្ដាប់ឮ Hidden gem. ត្បូងលាក់ខ្លួន Hike. ដើរលេងឡើងភ្នំ I'm not sure. ខ្ញុំមិនប្រកាសទេ I've been there. ខ្ញុំបាននៅទីនោះ I've been thinking about visiting. ខ្ញុំបានគិតអំពីការទៅទស្សនា Ideal. ឧត្តមគតិ If you just want to. ប្រសិនបើអ្នកចង់ Impact. ផលប៉ះពាល់ In terms of. នៅក្នុងលក្ខខណ្ឌនៃ Incredible. មិនគួរឲ្យជឿ Info. ព័ត៌មាន Island. កោះ It's not too hard. វាមិនពិបាកពេកទេ Itself. ខ្លួនវាផ្ទាល់ Jungle trek. ដើរលេងព្រៃ Kayaking. កាយ៉ាក់ទូកកាយ៉ាក់ Known. ស្គាល់ Laid back. សម្រាក Left. ឆ្វេង Less developed. ដែលមានការអភិវឌ្ឍតិចតួច Long. វែង Looking for. កំពុងស្វែងរក
lounging, សម្រាក mainland, ដីគោក marine life, ជីវិតសមុទ្រ minimizing, អបបរមា minute, នាទី mix, លាយ more, ច្រើនទៀត natural, ធម្មជាតិ nature, ធម្មជាតិ need, ត្រូវការ nice, ល្អណាស់ nightlife, ជីវិតនាពេលរាត្រី no problem, គ្មានបញ្ហាទេ not much, មិនច្រើនទេ off season, ក្រៅរដូវឬក៏ខុសរដូវ one in a million, មួយក្នុងមួយលាន one of the most beautiful, មួយក្នុងចំណោមអ្វីដែលស្រស់ស្អាតបំផុត opposite, ទល់មុខឬក៏ផ្ទុយគ្នា overdeveloped, អភិវឌ្ឍហួសកម្រិត overrun, លើស paradise, ឋានសួគ៌ part, ផ្នែក party, ពិធីជប់លៀង peaceful, សន្តិភាព perfect, ល្អឥតខ្ចោះ photos, រូបថត pictures, រូបថត places to stay, កន្លែងស្នាក់នៅ planning, ការធ្វើផែនការ plenty, ច្រើន pretty, ស្អាតស្អាតបែបឆាតឆាយ quiet, ស្ងាត់ជ្រងំ quieter, ស្ងាត់ជាង rainy season, រដូវវស្សា really, ប៉ិត regularly, ទៀងទាត់ relaxed, សម្រាក resort, រមណីយដ្ឋាន ride, ជិះ road, ផ្លូវ rough seas, សមុទ្ររដេបរដប់ same, ដូចគ្នា sand, ខ្សាច់ scenic, ទេសភាព serene, ស្ងប់ស្ងាត់ slice, ចំណិត snorkeling, ស្រមុក soft, ទុន sold, បានលក់ sounds, សំលេង special, ពិសេស spend, ចំណាយ spoiled, ខូច spot, ចំណុច straightforward, ត្រង់ stunning, គួរឲ្យភ្ញាក់ផ្អើលស្អាត sunny days, ថ្ងៃដែលមានពន្លឺថ្ងៃ sunsets, ថ្ងៃលិច sustainable material, សម្ភារៈនិរន្តរភាព swimming, ហែលទឹក tourists, អ្នកទេសចរ travel list, បញ្ជីការធ្វើដំណើរ trickier, ល្បិច turquoise, ថ្មពណ៌ទឹកសមុទ្រភ្លឺភ្លឺ visit, ទស្សនា walking trails, ផ្លូវដើរ water, ទឹក weather, អាកាសធាតុ well known, ល្បី white, ពណ៌ស whole day, ពេញមួយថ្ងៃ conversation, ការសន្ទនា hey Ivy, have you ever been to កោះ Drong Samloam? I've been thinking about visiting, but I'm not sure what to expect. Hey Ivy តើអ្នកធ្លាប់ទៅលេងកោះរ៉ុងសន្លឹមទេខ្ញុំបានគិតអំពីការទៅលេងនៅទីនោះប៉ុន្តែខ្ញុំមិនប្រាកដថា
និងរំពឹងទៅលេងដើម្បីអ្វីទេ Oh, I've been there. កោះ Trong Samloem is one of the most beautiful islands in Cambodia. It's part of the same group of islands as កោះ Trong, but it's much quieter and less developed. If you're looking for a peaceful beach escape, it's perfect. អូមែនហើយខ្ញុំបានទៅទីនោះរួចហើយកោះរងសន្លឹមជាកោះដ៏ស្រស់ស្អាតបំផុតមួយនៅក្នុងប្រទេសកម្ពុជាវាក៏ជាផ្នែកមួយនៃក្រុមកោះដូចគ្នាជាមួយនឹងកោះរងប៉ុន្តែវាមានសភាពស្ងប់ស្ងាត់ជាងនិងមិនសូវមានការអភិវឌ្ឍអ្វីច្រើនទេប្រសិនបើអ្នកកំពុងតែស្វែងរកឆ្នេរដែលមានសន្តិភាពសម្រាប់គេចខ្លួនវាគឺជាកោះដែលល្អឥតខ្ចោះសម្រាប់អ្នក That sounds ideal. I've heard កោះ Trong itself is more of a party spot. So, is កោះ Trong Samloem more laid back? ស្ដាប់ទៅពិតជាល្អមែនទែនខ្ញុំធ្លាប់ឮថាកោះរងខ្លួនឯងជាកន្លែងដែលមានពិធីជប់លៀងជាច្រើនផងចុះកោះរងសន្លឹមមានសភាពគួរឲ្យចង់សម្រាកជាងនេះដែរទេ Exactly. កោះ Trong is known for its nightlife and beach parties, but កោះ Trong Samloem is the opposite. It's a lot more relaxed, with quiet beaches, crystal clear waters, and not much in terms of crowds or noise. It's great if you just want to disconnect and enjoy nature. ពិតមែនហើយកោះរងត្រូវបានគេស្គាល់ថាជាកន្លែងកំសាន្តនាពេលរាត្រីនិងពិធីជប់លៀងតាមឆ្នេរប៉ុន្តែកោះរងសន្លឹមគឺផ្ទុយពីនេះវាមានផាសុកភាពជាងនេះទៀតជាមួយនឹងឆ្នេរដ៏ស្ងប់ស្ងាត់ទឹកថ្លាដូចគ្រីស្តាល់មិនមានមនុស្សច្រើននិងមិនមានសំឡេងរំខានទេវាល្អណាស់ប្រសិនបើអ្នកគ្រាន់តែចង់ផ្ដាច់ទំនាក់ទំនងពីអ្វីផ្សេងៗហើយងាកមករីករាយជាមួយនឹងធម្មជាតិ That's exactly what I need. What are the beaches like there? Are they as stunning as they look in the photos? នោះហើយជាអ្វីដែលខ្ញុំត្រូវការតើវាមើលទៅដូចជាឆ្នេរយ៉ាងម៉េចខ្លះតើស្អាតដូចដែលមើលនៅក្នុងរូបថតដែរទេ Oh, absolutely. Sarasan Bay is the main beach, and it's just as breathtaking as the pictures. The sand is white and soft, and the water is a beautiful shade of turquoise. You can just spend the whole day lounging or swimming, it's really that serene. And then there's Lazy Beach on the other side of the island, which is even quieter. The sunsets there are incredible. ពិតមែនហើយ Sarasan Bay គឺជាឆ្នេរដ៏សំខាន់ហើយវាក៏អស្ចារ្យដូចក្នុងរូបភាពដែរដីខ្សាច់មានពណ៌សហើយទន់រីឯទឹកសមុទ្រគឺជាម្លប់ដ៏ស្រស់ស្អាតមានពណ៌ខៀវក្រមៅអ្នកអាចចំណាយពេលពេញមួយថ្ងៃដើម្បីសម្រាកឬហែលទឹកវាពិតជាស្ងប់ស្ងាត់ល្អណាស់ហើយបន្ទាប់មកមានឆ្នេរខ្ជិលម្ខាងទៀតនៃកោះនោះដែលវាកាន់តែស្ងប់ស្ងាត់ថ្ងៃលិចនៅទីនោះគឺស្អាតបែបមិនគួរឲ្យជឿ Wow, it sounds like a dream. I'd love to explore different parts of the island. Are there any activities or is it just about chilling on the beach? អាយ៉ាស្ដាប់ទៅដូចជាសុបិនអញ្ចឹងខ្ញុំចង់រកផ្នែកផ្សេងៗទៀតនៃកោះនោះតើមានសកម្មភាពអ្វីខ្លះឬគ្រាន់តែដើរលេងនៅលើឆ្នេរ There's actually a good mix of both. You can definitely spend your days relaxing, but if you want to be more active, there's plenty to do. You can go snorkeling and see some amazing coral reefs and marine life, or go kayaking around the bay. There's also a jungle trek you can do to get from Sarasan Bay to Lazy Beach,
and the hike itself is pretty scenic. ពិតជាមានការលាយបញ្ចូលគ្នាដ៏ល្អរបស់ឆ្នេរទាំងពីរអ្នកពិតជាអាចចំណាយពេលសម្រាកលំហែកាយបានប៉ុន្តែប្រសិនបើអ្នកចង់មានសកម្មភាពច្រើនជាងនេះមានរឿងជាច្រើនដែលអ្នកត្រូវធ្វើអ្នកអាចទៅ snorkeling និងមើលផ្កាថ្មប៉ប្រះទឹកដ៏អស្ចារ្យមួយចំនួននិងជិះទូកសមុទ្រឬជិះទូកកាយ៉ាក់ជុំវិញឆ្នេរសមុទ្រវាក៏មានដំណើរកម្សាន្តព្រៃមួយដែលអ្នកអាចធ្វើបានដើម្បីចេញពី Saracen Bay ទៅ Lazy Beach ហើយការឡើងភ្នំខ្លួនឯងវាពិតជាមានទេសភាពស្អាតណាស់ That sounds fun. Is the island easy to get around, or is it mostly walking trails? ស្ដាប់មើលទៅសប្បាយណាស់តើកោះនេះងាយស្រួលក្នុងការធ្វើដំណើរជាឡានឬជាផ្លូវដើរថ្មើរជើងភាគច្រើន It's pretty much walking everywhere, but that's part of the charm. There are no cars or roads, so everything feels really natural. The trails aren't difficult, and you can easily walk from one side of the island to the other in about 30 to 40 minutes. យើងដើរបានគ្រប់កន្លែងប៉ុន្តែវាជាផ្នែកមួយនៃភាពតាក់ទាញមិនមានឡានឬផ្លូវធំអ្វីទេដូច្នេះអ្វីៗទាំងអស់គឺជាធម្មជាតិពិតៗផ្លូវលំមិនពិបាកទេហើយអ្នកអាចដើរបានយ៉ាងងាយស្រួលពីម្ខាងនៃកោះទៅម្ខាងទៀតក្នុងរយៈពេលប្រហែល30នាទីទៅ40នាទី That sounds like a nice way to experience the island. How do you actually get to Koh Rong Samloem? Is it difficult? ស្ដាប់ទៅដូចជាវិធីដ៏ល្អមួយដើម្បីទទួលយកបទពិសោធន៍លើកោះនេះតើអ្នកទៅកោះរ៉ុងសន្លឹមដោយរបៀបណាវាមានការពិបាកទេ It's not too hard, but it does take some planning. You'll first need to get to Sihanoukville on the mainland. From there, you can take a ferry to Koh Rong Samloem. The ferry ride takes about 45 minutes to an hour, depending on the weather. There are a few ferry companies to choose from, so it's pretty straightforward. វាមិនពិបាកពេកទេប៉ុន្តែវាត្រូវការផែនការខ្លះៗដំបូងអ្នកត្រូវទៅក្រុងព្រះសីហនុនៅលើដីគោកអ្នកអាចជិះកាណូតពីទីនោះទៅកាន់កោះរ៉ុងសន្លឹមការជិះសាឡាងត្រូវចំណាយពេលប្រហែល45នាទីទៅ1ម៉ោងអាស្រ័យលើអាកាសធាតុហើយនៅទីនោះមានក្រុមហ៊ុនសាឡាង2ឬ3ប៉ុណ្ណោះដែលត្រូវជ្រើសរើសដូច្នេះវាមានភាពសាមញ្ញណាស់ Good to know. What about places to stay? Are there nice accommodations, or is it more basic? ល្អណាស់ដែលដឹងពីព័ត៌មានទាំងនេះចុះកន្លែងស្នាក់នៅវិញតើមានកន្លែងស្នាក់នៅល្អឬមានមូលដ្ឋានជាងនេះទេ There's a range of options, actually. If you're looking for a more budget-friendly stay, there are plenty of guest houses and bungalows right on the beach. But if you want something a bit more comfortable, there are a few mid-range resorts that offer private bungalows with all the amenities, like Seoul Beach Resort. It's not as luxurious as some of the other islands, but you'll definitely find something that fits your budget and preferences. តាមពិតទៅមានជម្រើសជាច្រើននៅទីនោះប្រសិនបើអ្នកកំពុងស្វែងរកការស្នាក់នៅដែលមានតម្លៃសមរម្យជាងនេះវាមានដូចជាផ្ទះសំណាក់និងបឹងហ្គាឡូជាច្រើននៅលើឆ្នេរ
ប៉ុន្តែប្រសិនបើអ្នកចង់បានអ្វីដែលកាន់តែមានផាសុកភាពនោះមានរមណីយដ្ឋានកម្រិតមធ្យមមួយចំនួនដែលផ្ដល់បឹងកាឡូឯកជនជាមួយនឹងគ្រឿងបរិក្ខារទាំងអស់ដូចជា Soul Beach Resort ជាដើមវាមិនប្រណិតដូចកោះមួយចំនួនទេប៉ុន្តែអ្នកប្រាកដជានឹងរកឃើញអ្វីដែលស័ក្តិសមនឹងថវិកានិងចំណូលចិត្តរបស់អ្នក I like that there's a variety of choices. Do the accommodations stay in line with the natural, eco-friendly vibe of the island? ខ្ញុំចូលចិត្តបែបដែលមានជម្រើសច្រើនប្រភេទតើកន្លែងស្នាក់នៅសមស្របតាមបរិយាកាសធម្មជាតិនិងបរិស្ថាននៃកោះដែរឬទេ For sure. A lot of the resorts and guest houses on KOH Rong Samloem are built to blend in with the natural environment. Most places are pretty eco-conscious, using sustainable materials and minimizing their environmental impact. The island isn't overdeveloped, which is a big part of its appeal. ប្រាកដណាស់រមណីយដ្ឋាននិងផ្ទះសំណាក់ជាច្រើននៅលើកោះរ៉ុងសន្លឹមត្រូវបានសាងសង់ឡើងដើម្បីបញ្ចូលគ្នាជាមួយនឹងបរិស្ថានធម្មជាតិកន្លែងភាគច្រើនមានបរិស្ថានស្អាតដោយប្រើប្រាស់វត្ថុធាតុដើមប្រកបដោយនិរន្តរភាពនិងកាត់បន្ថយប៉ះពាល់បរិស្ថានរបស់ពួកគេកោះនេះមិនត្រូវបានអភិវឌ្ឍខ្លាំងពេកទេដែលជាផ្នែកដ៏ធំនៃការតាក់ទាញរបស់ខ្លួន That's good to hear. I'd hate for a place like that to be spoiled by overdevelopment. What time of year would you say is the best to visit? ពិតជាល្អណាស់ដែលបានស្ដាប់ឮដូច្នេះខ្ញុំស្អប់កន្លែងណាដែលត្រូវបំផ្លាញដោយការអភិវឌ្ឍហួសហេតុតើអ្នកអាចប្រាប់បានទេថាបើសិនជាចង់ទៅលេងតើយើងគួរទៅលេងនៅពេលណាឬក៏រដូវណាដែលល្អបំផុតដើម្បីទស្សនា The best time to visit KOH Rong Samloem is during the dry season, from November to May. The weather is perfect sunny days, calm seas, and cool breezes. The rainy season, from June to October, can be a bit trickier. The ferries don't run as regularly because of rough seas, and some of the guest houses might close during the off-season. ពេលវេលាដ៏ល្អបំផុតដើម្បីទៅលេងកោះរ៉ុងសន្លឹមគឺនៅរដូវប្រាំងចាប់ពីខែវិច្ឆិកាដល់ខែឧសភាអាកាសធាតុគឺល្អឥតខ្ចោះពេលថ្ងៃមានពន្លឺថ្ងៃល្អទឹកសមុទ្រក៏ស្ងប់ស្ងាត់ល្អនិងខ្យល់ត្រជាក់ល្ហឹមរីឯបើសិនជាមកលេងនៅរដូវវស្សាវិញចាប់ពីខែមិថុនាដល់ខែតុលាអាចមានភាពលំបាកបន្តិចដោយសារសាឡាងមិនដំណើរការទៀងទាត់ទេព្រោះរលកសមុទ្រធំហើយផ្ទះសំណាក់ខ្លះអាចនឹងបិទក្នុងអំឡុងពេលរដូវវស្សាផងដែរ Good tip. I'll make sure to plan around the dry season then. It sounds like KOH Rong Samloem is a hidden gem compared to some of the more famous Southeast Asian islands. ដំបូងមានទាំងប៉ុន្មានរបស់អ្នកដែលបានផ្ដល់មកខ្ញុំគឺល្អណាស់ខ្ញុំនឹងធ្វើផែនការនៅក្នុងរដូវប្រាំងវិញព្រោះវាស្ដាប់មើលទៅដូចជាកោះរ៉ុងសន្លឹមគឺជាត្បូងលាក់កំបាំងពីគេពីឯងបើប្រៀបធៀបទៅនឹងកោះនៅក្នុងអាស៊ីអាគ្នេយ៍ដ៏ល្បីៗមួយចំនួន It really is. It's not as well known as places like Others Island, but that's part of what makes it so special. It's like a little slice of paradise that hasn't been overrun by tourists yet. It's laid back,
beautiful and peaceful everything you could want in a beach getaway. ពិតជាអញ្ចឹងមែនហើយវាមិនល្បីដូចកន្លែងកោះផ្សេងៗនោះទេប៉ុន្តែវាជាផ្នែកមួយនៃអ្វីៗដែលធ្វើឲ្យកាន់តែពិសេសវាដូចជាឋានសួគ៌តូចមួយដែលមិនទាន់ត្រូវបានភ្ញៀវទេសចរទៅច្រើនខ្លាំងនៅឡើយវាមានសភាពស្ងប់ស្ងាត់ស្រស់ស្អាតនិងសន្តិភាពហើយនេះជាអ្វីៗគ្រប់យ៉ាងដែលអ្នកទេសចរចង់បានក្នុងដំណើរកម្សាន្តតាមឆ្នេរសមុទ្រ I think I'm sold. I'll definitely add KOH Rong Samloem to my travel list. Thanks for all the info, James. ខ្ញុំគិតថាអ្នកបានលក់ខ្ញុំដាច់ហើយខ្ញុំពិតជានឹងដាក់បន្ថែមកោះរងសន្លឹមមួយទៀតទៅក្នុងបញ្ជីទេសចររបស់ខ្ញុំអរគុណសម្រាប់ព័ត៌មានទាំងអស់ណាចែម No problem. You're going to love it. It's one of those places that stays with you long after you've left. គ្មានបញ្ហាទេអ្នកនឹងស្រឡាញ់វាជាកន្លែងមួយក្នុងចំណោមកន្លែងដែលអ្នកនឹកជាងគេបន្ទាប់ពីអ្នកបានចាក់ចេញពីទីនោះវីដេអូមេរៀនរបស់យើងបានមកដល់ទីបញ្ចប់ហើយសូមអរគុណដល់បងប្អូនដែលចូលចិត្តទស្សនានិងចូលចិត្តរៀនជាមួយនឹងនាងខ្ញុំសូមអរគុណសូមជួយចុច Subscribe និងចុចសញ្ញាកណ្ដឹងចុច Like និងបើសិនជាបងប្អូនមានចម្ងល់អ្វីផ្សេងៗបងប្អូនអាចធ្វើការ comment ឬក៏ email មកកាន់នាងខ្ញុំដើម្បីនាងខ្ញុំធ្វើការស្រាវជ្រាវនិងចែករំលែកនៅចំណេះដឹងថ្មីៗជូនបងប្អូនជាបន្តបន្ទាប់សូមអរគុណសូមជម្រាបលា